និយមគ្រប់គ្រងគ្រប់បកទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់បកពិភពគុណព្រមទាំងវីដេអូសម្រាយរឿងទឹកដីធម្មពលវិញ្ញាណវគ្គ2ដែលជាភាគទី68របស់យើងសាច់រឿងចាប់ផ្ដើមឡើងបន្ទាប់ពីយូហៅបានផ្ដល់សញ្ញាទៅកាន់អ្នកគ្រប់គ្នាក៏ព្រោះថាវិស័យពលឹងជាច្រើនកំពុងតែធ្វើដំណើរឆ្ពោះមកកាន់ទីនេះគ្រប់គ្នាក៏បានដឹងខ្លួនព្រមទាំងរត់ទៅយូហៅនៅពេលនេះក៏ចាប់ផ្ដើមប្រើប្រាស់នៅកែភ្នែកវិស័យពណ៌ស្វាយរបស់គាត់ព្រមទាំងដឹងហើយថាគឺជាបាប៊ូក្រហមមួយក្រុមវាមានចំនួនប្រហែលជា30នាក់រីឯថ្នាក់ដឹកនាំរបស់វាគឺមានកម្រិតយុទ្ធសាស្ត្រវឹកហាត់ 50000 ឆ្នាំវងតងនិយាយហើយថាបើទោះបីជាបាប៊ូទាំងនេះវាមានសកម្មភាពមមាញឹកក៏ដោយក៏ប៉ុន្តែតាមសមត្ថភាពរបស់ពួកគេក៏គួរតែមិនអាចឲ្យសត្វបិសាចពលឹងទាំងអស់នេះធ្វើការវិប្រហាមុនបាននោះឡើយយូហៅក៏បាននិយាយបន្តក៏ព្រោះថាជាទូទៅពួកវាគឺមិនសូវមានសកម្មភាពនៅក្នុងពេលយប់លើកលែងតែគឺមានមនុស្សដែលបាននាំពួកវាមកទីនេះមើលទៅកាន់បាប៊ូទាំងនោះខណៈពេលដែលមកដល់ពោពេញទៅដោយសំឡេងប្រេកង់មួយយ៉ាងខ្លាំងខណៈពេលនេះអ្នកគ្រូឆៃក៏បានប្រាប់ឲ្យគ្រប់គ្នាត្រៀមខ្លួននៅក្នុងការប្រយុទ្ធគ្រប់គ្នាយល់ស្របកងយ៉ាងមកចាប់ផ្ដើមទៅទះនៅស្លាបរបស់គាត់ឡើងវងតងស្លាប់មេអំបៅរបស់នាងខណៈពេលដែលវងឈៀវជាមួយនឹងហូយូហៅក៏ចាប់ផ្ដើមបញ្ចេញនៅធម្មពលរៀងខ្លួនខណៈពេលដែលពួកបាប៊ូទាំងនោះសម្រុកចូលមកហូយូហៅបានប្រើប្រាស់នៅធម្មពលដ៏ខ្លាំងក្លាវាប្រហារផ្នែកខាងវិញ្ញាណរបស់ពួកគេកងយ៉ាងមកក៏ប្រញាប់ប្រើប្រាស់នៅធម្មពលក្រហមដើម្បីជួយ support ទៅឲ្យអ្នកគ្រប់គ្នាក៏เลยទៅកាន់វងតងរបស់យើងមើលទៅកាន់ទ្វេដៃរបស់នាងក៏នៅតែខ្លាំងតែគឺមិនសូវកាចសាហាវដូចជាឈៀវនោះទេមួយដៃនេះផងដែរគឺវាយរះតែម្ដងបណ្ដាលឲ្យស្ដេចរបស់វាគឺពិតជាខឹងយ៉ាងខ្លាំងហូយូហៅខណៈពេលដែលសម្រុកទៅក៏ដឹងហើយថានៅក្រោមស្ថានភាពបែបនេះមិនថាបើទោះបីជាការការពារឬក៏ជាការវាយប្រហារនោះទេគឺសិតតែការឡើងកណ្ដាប់ដៃរបស់វងតងមួយដៃនេះក៏បានកំទេចនៅបាប៊ូជាច្រើនរួចហើយហោះឡើងទៅខាងលើប្រើប្រាស់ពន្លឺនៃទេពអប្សរមេអំបៅរបស់នាងធ្វើការវាយប្រហារចុះទៅទៀតហើយកងយ៉ាងមកប្រញាប់ប្រើប្រាស់នៅព្រលឹងពណ៌ទឹកក្រូចហូយូហៅបន្ទាប់ពីទទួលបាននៅជំនួយនេះហើយក៏ដឹងថាសិស្សច្បងសមត្ថភាពរបស់គាត់គឺការឡើងខ្លាំងជាងពីមុនមើលទៅកាន់ឈៀវប្រើប្រាស់នៅកណ្ដាប់ដៃរបស់នាងធ្វើការវាយប្រហារពេញមួយទំហឹងទៀតហើយនៅរីដែលនៅក្បែរខ្លួនរបស់ហូយូហៅម្នាក់គឺពិតជាកាចខ្លាំងមែនទែនដល់ពេលនេះស្ដេចស្វាបាប៊ូវាក៏ចាប់ផ្ដើមស្រែកក្រហមរួចហើយបន្តសម្រុកចូលកងយ៉ាងមកក្រោយពីឃើញចឹងហើយហាក់បីដូចជាតក់ស្លុតចេះទាំងពីរអកសើមកជួយមិនទាន់នោះទេតែភ្លាមនោះផងដែរកងយ៉ាងមកក៏បែរជាបាក់ដាក់ទៅវិញក៏ដូចជាបានដឹងរួចមកហើយថាហូយូហៅគឺនៅរងចាំជំនួយពីខាងក្រៅប្រើប្រាស់នៅយុទ្ធសាស្ត្រទៅក៏ធ្វើការបង្កក់វាឱកាសល្អបែបនេះវងឈៀវក៏ចាប់ផ្ដើមប្រើប្រាស់នៅស្នេហ៍ពលឹងទី2របស់នាងដែលវាគឺជាធម្មពលនិក្រិតមួយដៃដែលពោពេញទៅដោយចំហាយធម្មពលដ៏ខ្លាំងក្លានេះផងដែរស្វាបាប៊ូនឹងក៏ត្រូវបានជម្រាបលាទៀតទៅហើយវងស្វាដទៃទៀតដែលនៅរស់ឃើញចឹងក៏ប្រញាប់នាំគ្នារត់គេចចេញទៅខណៈពេលដែលហូយូហៅគិតក្នុងចិត្តថាគឺពិតជាកម្លាំងដ៏ខ្លាំងមែនតែមួយដៃសោះបែរជាអាចបដូរនៅស្ដេចស្វាក្រហមដែលមាននៅកម្រិតយុទ្ធសាស្ត្រវឹកហាត់ 50000 ឆ្នាំអ្នកគ្រូឆៃមកដល់និយាយថាវាគឺនៅរស់នោះទេសួរថាតើអ្នកណាចង់បាននៅកងពលឹងមួយនេះទៅយូហៅក៏ប្រាប់ហើយថាកងពលឹងដែលស័ក្តិសមជាមួយនឹងកែភ្នែកវិញ្ញាណរបស់គាត់គឺពិបាកស្វែងរកខ្លាំងណាស់បាប៊ូមួយនេះក៏មិនត្រូវជាមួយនឹងគាត់ផងដែរក៏ប៉ុន្តែស្នៀតអេកសាយលោហិតរបស់វាគឺពិតជាជំនួយទៅដល់កែភ្នែកវិញ្ញាណខណៈពេលនោះក៏ស្រាប់តែបានលឿននៅក្រហមនិក្រិតចែនោះឆោយ៉ាងលយទៀតហើយក៏ដូចជាប្រាប់ថាបើសិនជាមិនស័ក្តិសមសម្រាប់លោកនោះទេឲ្យខ្ញុំទៅវងតងមកមកទៀតហើយសួរថាតើនេះមានស្គាល់ពាក្យថាមកមុនបានមុនដែរអត់នេះនិយាយថាមិនស័ក្តិសមគឺមិនស័ក្តិសមហើយវងឈៀវក៏បានសួរថាតើនេះមិនជាជាក់លើខ្ញុំមែនឬអត់កងយ៉ាងមកក៏មានតែញញឹមខណៈពេលដែលវងតងរៀបនឹងទៅម្ដងទៀតយូហៅរបស់យើងក៏បានប្រាប់ថាគាត់គឺជាជាក់លើនាងកងយ៉ាងមកក៏មាននៅការភ្ញាក់យូហៅរបស់យើងក៏នៅតែនិយាយទៀតថាពួកយើងគឺជាក្រុមតែមួយឈៀវលើពាក្យនេះក៏មាននៅការចាប់អារម្មណ៍ទៀតហើយបន្ទាប់មកក៏ចាប់ផ្ដើមធាក់បាប៊ូនឹងមួយជើងតើខ្ញុំខកអីទៅហើយពេលនេះនាងប្រាប់ថាបន្ទាប់ពីស្រូបយកនៅកងពលឹងនេះចប់ហើយគឺច្បាស់ជាជួយស្វែងរកនៅកងពលឹងដែលស័ក្តិសមឲ្យហូយូហៅកាត់ទៅដល់80ម៉ោងក្រោយមកបើយើងមើលទៅកាន់វងតងនាងគឺពិតជាអន់ចិត្តមែនតែនព្រមទាំងសួរទៅកាន់យូហៅថាគឺពិតជាជាក់លើនាងមែនយូហៅក៏នៅតែប្រាប់ថានាងគឺជាក្រុមរបស់ពួកយើងយកដៃទៅអង្អែលក្បាលប្រាប់ថាបានហើយជប់ខាងទៀតទៅកងយ៉ាងមកនិយាយហើយថាសិប្អូនហួរបងគឺពិតជាចំណែនជាមួយនឹងប្អូនខ្លាំងណាស់ក្រោយមកឃើញថាពេលនេះមេឃក៏ស្រាប់តែភ្លឺឡើងតងគ្រាន់តែបើកភ្នែកភ្លាមក៏បានឃើញអាហារព្រមទាំងទឹកដែលហូយូហៅនាំមកឲ្យទៅហើយមកដល់ហើយកងយ៉ាងមកសួរហើយថាតើមានយល់អារម្មណ៍ពីមនុស្ស single អាជីពម្នាក់នេះដែរទេរួចហើយបានអបអរសាទរទៅកាន់ប្អូនស្រីឈៀវដែលបានស្រូបយកនៅកងពលឹងលឿនដល់ម្លឹងសម្បីតែវងតងក៏ស្ងើចសរសើរផងដែរក៏ព្រោះថារាងកាយរបស់នាងគឺពិតជាខ្លាំងណាស់ប្រាប់ពេលតែ3ម៉ោងតែប៉ុណ្ណោះនៅក្នុងការស្រូបយកនៅកងពលឹងពីសត្វបិសាចដែលមានអាយុកាល 50000 ឆ្នាំហូយូហៅក៏យល់ថាចម្លែកក៏ព្រោះថារាងកាយរបស់នាងខ្លាំងដល់ម្លឹងក៏ប៉ុន្តែកងពលឹងពីដំបូងក៏អាចស្រូបបាននៅកងពលឹង 10000 ឆ្នាំក៏ប៉ុន្តែបែរជាកងពលឹង 1000 ឆ្នាំធម្មតាទៅវិញវងឈៀវបន្ទាប់ពីបានសម្រេចហើយនាងក៏ចាប់ផ្ដើមដើរចូលមកហូយូហៅក៏បានក្រោកឈរខណៈពេលដែលតងសួរទៀតហើយតើនាងចង់ធ្វើអ្វីទៀតហើយឈៀវក៏បានប្រាប់ថាតើទៅខ្ញុំនាំលោកទៅស្វែងរកនៅកងពលឹងដែលស័ក្តិសមអ្នកគ្រូឆៃក៏បាននិយាយថាមើលទៅនាងហាក់បីដូចជាស្គាល់នៅព្រៃតារានេះច្បាស់ណាស់វងឈៀវក៏បានប្រាប់ថានាងក៏បានវឹកហាត់នៅទីនេះរយៈពេល1ឆ្នាំព្រមទាំងយល់ច្បាស់អំពីតំបន់ទាំងនេះរួចហើយចាប់ផ្ដើមបញ្ចេញនូវអាវុធមួយដែលចែងចាំងដូចជាមាសឃើញដំបងយូហៅក៏គិតថា